កណានៅក្នុងប្រចាំហ្នឹងមានរូបទន្សាយកណាតាមស័កបណ្ឌិតជាដកហ្នឹងឯងគឺជាដកសម្ដែងពីស័កបណ្ឌិតហ្នឹងកាលដែលព្រះបរមពុរិស័ទកើតជាសត្វទន្សាយហ្នឹងហើយឥន្ទ្រព្រាហ្មណ៍ហ្នឹងមកជួយបំពេញទានបារមីព្រះអង្គមិនអាចថាមានត្រីមានសាច់មានស្អីឲ្យទានបានក៏ឲ្យឥន្ទ្រព្រាហ្មណ៍នឹងប្រកាសភ្លើងហើយព្រះអង្គលោតចូលភ្លើងបរិភោគបរិច្ចាគសាច់ឈាមនឹងឲ្យព្រាហ្មណ៍នឹងបរិភោគប៉ុន្តែប៉ុណ្ណឹងក៏បានហើយគ្រាន់តែលោតចូលភ្លើងប៉ុណ្ណឹងហ្នឹងហើយដោយសកទេវរាជនឹងជ្រះថ្លានឹងពពុរិស័ទណាពីព្រោះភ្លើងហ្នឹងលោតចូលទៅតិចហ្មងយីភ្លើងតែឯងក៏តិចអត់ក្តៅអត់រលាកអញ្ចឹងភ្លើងប្រអិនមានអីរលាកព្រោះគ្រាន់តែដើម្បីជួយឲ្យសម្រេចបំណងដែលចង់បំពេញនៅទេពហ្នឹងហើយក៏បានសម្រេចហើយព្រោះតាំងចិត្តបានប្រព្រឹត្តធ្វើទៅហើយក្នុងពេលហ្នឹងសកទេវរាជហ្នឹងក៏បានយកថ្មមនោសិលាហ្នឹងទៅគូរនៅនឹងមណ្ឌលប្រច័នអធិដ្ឋានឲ្យតាំងនៅរហូតអស់កັບកណាហ្នឹងគឺប្រវត្តិនៅក្នុងតិជាដកហ្នឹងមានអញ្ចឹងគឺថាយើងនៅឃើញស្នាពហោះរបស់សកទេវរាជនៅនឹងមណ្ឌលប្រច័នហ្នឹងសូម្បីអ្នកវិទ្យាសាស្ត្រដែលបានទៅត្រួតត្រាពិនិត្យប្រចាំហ្នឹងក៏ឃើញជាកំទេចថ្មផេះហ្នឹងឯងចឹងនៅនឹងឋានប្រចាំហ្នឹងចឹងប្រវត្តិរឿងរ៉ាវគឺតេតួងទៅនឹងការបំពេញទានចឹងពេញទានចឹងឯងបានជាមានពន្លឺរស្មីចេញអំពីព្រះវរកាយរបស់ព្រះអង្គនេះក៏ថាពណ៌ខៀវលឿងក្រហមសហង្សបាតពណ៌ផ្លេកហ្នឹងឯងពណ៌ផ្លេកយើងបង្ហូតទង់ពុទ្ធសាសនាយើងរំលឹកពណ៌ទាំង6ហ្នឹងពណ៌ផ្លេកហ្នឹងគឺកាលដែលព្រះអង្គជាស័កបណ្ឌិតហ្នឹងហើយបរិច្ចាគជីវិតឲ្យទៅជាទេពហ្នឹងណាចឹងគឺថាជាការបំពេញបរមត្តបារមីរបស់ព្រះអង្គហ្នឹងបានជាដល់ពេលព្រះអង្គបានត្រាស់ជាពុទ្ធហ្នឹងមានពន្លឺចេញពីព្រះវរកាយព្រះអង្គហ្នឹងពណ៌ខៀវនឹងដោយការបំពេញដោយឡែកទៅពណ៌លឿងពណ៌ក្រហមពណ៌សពណ៌ហង្សបាតសិតតែជាការបំពេញនៅក្នុងទានទាំងអស់ទៀតឆាប់ប៉ុនរាំងសីចេញអំពីបារមីគឺទានឧបបារមីបរមត្តបារមីបរមត្តបារមីហ្នឹងគឺការបរិច្ចាគជីវិតនឹងឯងអញ្ចឹងគឺថាវត្តប្រច័នរាំងសីនេះបានរូបទន្សាយនៅក្នុងប្រចាំនឹងមួយដែលបញ្ជាក់ឲ្យឃើញថាជាការដែលបំពេញទាននឹងឯងហើយព្រះសម្មាសម្ពុទ្ធដល់ពេលព្រះអង្គបានត្រាស់ក៏ព្រះអង្គទ្រង់សម្ដែងពីការឲ្យទាននឹងឯងរឿយចឹងគឺណាបុណ្យទាំងឡាយគួរធ្វើទានទាំងឡាយគួរឲ្យកាមគុណកុំបណ្ដោយកម្មស្ដាយក្រោយកុំធ្វើហ្នឹងឯងសូត្រម្ដងទៀតថាបុណ្យទាំងឡាយគួរធ្វើទានទាំងឡាយគួរឲ្យកាមគុណកុំបណ្ដោយកម្មស្ដាយក្រោយកុំធ្វើនឹងគឺជាអាវាទរបស់ព្រះសម្មាសម្ពុទ្ធដែលយើងសិក្សាក្នុងពុទ្ធសាសនាមកពីរឿងបុណ្យទាំងឡាយគួរធ្វើទានទាំងឡាយគួរឲ្យនឹងក្នុងអង្គត្រនិកាយបញ្ញកនិបាតសុមនវៈសុមនសោតទាំងខាងចុងប្រសោតនឹងដែលប្ររពរឿងការឲ្យទានរបស់ភិក្ខុសង្ឃតាំងពីសម័យពុទ្ធកស្សបៈមកទៀតភិក្ខុសង្ឃក៏ប្រព្រឹត្តសារានិយធម៌ឲ្យទានបានណាទៀតមានពីរអង្គមានសទ្ធាមានសិលមានបញ្ញាស្មើគ្នាប៉ុន្តែមួយអង្គហ្នឹងលោកប្រព្រឹត្តសារានិយធម៌ឲ្យទានហើយមកណែនាំមួយអង្គទៀតលោកមិនព្រមលោកថាបួសជាភិក្ខុហើយទៅខ្វល់នឹងរឿងឲ្យទានអីដល់អញ្ចឹងទៅមិនអាចញ៉ាំងគ្នានឹងគ្នាឲ្យព្រមទៅបាននៅតែជាមិត្តភក្តិនឹងគ្នាអញ្ចឹងប៉ុន្តែមួយអង្គលោកប្រព្រឹត្តសារានិយធម៌ដោយសារភារណៈភោគីលោកបិណ្ឌបាតបានលោកធ្វើទាននឹងឯងទំនុកម្រងញោមប្រុសស្រីមេដាបិតាអីចឹងព្រះអង្គទ្រង់សរសើរទៅតើនឹងឯងចឹងទៅលោកទំនុកម្រងវិខសាមណេរគ្រូវិជាយាចារអីចឹង
ក្នុងសារនិយធัวដល់ទៅពេលអស់បជនទាំងពីរអង្គនឹងទៅកាន់ទេវលោកដូចគ្នាប៉ុន្តែអង្គដែលបានឲ្យទានហ្នឹងណាគឺមានធัว5យ៉ាងគ្រប់សង្កត់អង្គដែលអត់បានឲ្យទានអាយុវណ្ណៈសុខៈយសនិងអធិបតីនឹងបានជាព្រះអង្គសម្ដែងធัวហ្នឹងក្នុងអង្គត្រនិកាយបញ្ញកនិបាតហ្នឹងសម្ដៅយកធัว5ហ្នឹងអាយុវណ្ណៈសុខៈយសនិងអធិបតីគ្រប់សង្កត់លើអង្គដែលអត់បានឲ្យទានthế nào tâm tay tôi chơi tê bọt tay xa sẽ thía sơ bạch nhà mà cái này năng ảnh vây vua không tê và lâu năng rồi hốt đau tê bia đầm yên rồi phía và ông trung bàn tra đắng thì nơi tê và lâu mà chẳng lo rồi bột nâng năng ảnh đo cà phê chỉ giọt máu ông để ban ao tiền nângកើតក្រោមស្វេតិឆាតគឺបានដីថាជាបុត្ររបស់ព្រះនាងម៉ាលីកាជាមួយនឹងព្រះបាទបសេនតិកោសលឯចំណែកអង្គដែលអត់បានឲ្យទៀតកើតជាមួយនឹងស្ត្រីស្នំដែលជាអ្នកបម្រើព្រះនាងម៉ាលីកានឹងក៏ជាភរិយារបស់ព្រះរាជាដែរបិតាជាមួយគ្នាប៉ុន្តែមួយគឺថាជាមួយនឹងអគ្គមហេសីപിന്നെគេហៅថាបុត្រក្រោមស្វេតិឆាតណាមានឋានៈអាចគ្រប់គ្រងសោយរាជបន្តពីបិតាបាននឹងឯងមួយទៀតយើងជាកូនស្រីស្នំនឹងឯងអាហ្នឹងឯងដោយសារខ្វះទៀតនឹងមកទៀតហ្នឹងគឺរឿងរ៉ាវហ្នឹងអ្នកទាំងពីរនឹងឯងនៅពេលដែលប្រសូតមកហ្នឹងគឺនៅក្នុងបន្ទប់មួយដែលគេរៀបចំបានល្អដាក់ចិត្តគ្នាហ្នឹងហើយក៏ចាត់ចែងដើម្បីនឹងធ្វើពិធីបង្កក់អីហ្នឹងហើយស្រាប់តែអ្នកទាំងពីរហ្នឹងនិយាយរកគ្នាទៀតណានិយាយរកគ្នាយើងថាហើយថាឲ្យអ្នកឯងឲ្យទៀនអត់ស្ដាប់យើងទេមើលឥឡូវអ្នកឯងកើតណាមិនបានល្អដូចយើងទេហើយស្រាប់តែមួយអង្គទៀតហ្នឹងពោលមកថាអ្នកឯងក៏មកមានមេត្តាអីអានបានកើតក្រោមស្វេតិឆាតស្អីស្វេតិឆាតណាស្អីគេធ្វើគេពាត់រុំដោយកណាត់ហ្នឹងទាំងអស់ហ្នឹងគ្រាន់តែជាធាតុហ្នឹងណាអ្នកឯងក៏មកសវឹងនឹងធាតុអីនោះគឺនៅតូចអញ្ចឹងគឺចេះនិយាយគ្នាទេដល់អញ្ចឹងព្រះនាងម៉ាលីកាដែលមានធីតាបងឈ្មោះសុមនៈរាជកុមារីស្រាប់តែឯបនឹងអញ្ចឹងទៅឮសូរប្អូននិយាយគ្នាអញ្ចឹងនឹកឃើញអូអ្នកទាំងពីរនេះជាសមណៈទេវបុត្រហើយគឺថាជាសមណៈពីសាសនាពុទ្ធអង្គមុនទៅកើតជាទេវបុត្រជាយត់មកហើយអញ្ចឹងយើងកុំទូលប្របីតាក្រែងលោបីតាច្រឡំថាជាអមនុស្សថាអីវិវរទៀតគឺបញ្ញាបញ្ញាប់ទូលាប្របីតាទៅគាល់ព្រះរាមាវិភាកនៅវត្តចេតពុននឹងឯងទូលព្រះអង្គរឿងហ្នឹងបានព្រះអង្គសម្ដែងប្រវត្តិអ្នកទាំងពីរហ្នឹងទៀតនឹងឯងនេះខ្ញុំណាគ្រាន់តែលើកដោយសង្ខេបនៅក្នុងបៃដកលេខ42ប៉ុណ្ណាសុមនៈវៈសុមនៈសូត្រហ្នឹងប៉ុណ្ណាអង្គត្រនិកាយបញ្ញកនិបាតចឹងប៉ុណ្ណាមើលមិន42ទេបៃដកលេខ44ចឹងណា42 43ចតុកនិបាត44 45បញ្ញកនិបាតហ្នឹងហើយបៃដកលេខ44